បងប្អូនណាឃើញក្បាលវីដេអូថ្ងៃនេះឆ្លងមកជួកូនម៉ែជាមួយនឹងដើមចេកណាបងប្អូនណាបងប្អូនจะមើលពីវិធីធ្វើរបស់ខ្ញុំណាលួចប្រហុកលួចអីទិញទួចចឹងហើយមើលឡើងក្រហមខ្ញុំដាក់ម្ទេសក្រៀមយើងណាបងប្អូនណាហើយចំណែកសាច់ទារបស់យើងក្រហមឆ្អិនឆ្អៅនិយាយពីសិតតែសាច់សុតលោកអើយទាកប៉ានិយាយទៅស្លចំណេញខ្លាំងហើយខ្ទិះដូងរបស់យើងខ្ញុំដាក់ចំនួន1ចានហ្នឹងណាបងប្អូនណារួចហើយយើងក៏ជ្រាបចំដាក់ខ្លាញ់ដាក់ប្រេងឆាយើងប្រេងអូលីវយើងទៅឆាទៅបងប្អូនឆាគ្រឿងវាឲ្យឈ្ងុយឈ្ងប់អញ្ចឹងណាឲ្យឈ្ងុយពេញផ្ទះអញ្ចឹងទៅចំពោះខ្ញុំឆ្លគឺខ្ញុំឆ្លឆាគ្រឿងអញ្ចឹងណាបងប្អូនអ្នកខ្លះគេមកងខ្ទិះដូងឲ្យឈ្ងុយអញ្ចឹងណាតែខ្ញុំឆាគ្រឿងអញ្ចឹងហើយបើខ្ញុំដាក់ខ្ទិះដូងចូលហើយយើងរួចប្រហុកបន្តិចទៅពេលព្រោះអីអត់មានប្រហុកប្រើទឹកត្រីសោះក៏វាអត់ទៅមានជាតិឆ្ងាញ់ដែររួចហើយយើងក៏ចាក់ខ្ទិះដូងបន្តិចសិនលីងឲ្យវាឈ្ងុយសិនណាបងប្អូនដាក់ប៊ីចេងហើយនឹងឆ្កខ្មែរយើងនឹងទៅភ្លុកថែមថយទៅដាក់ស្លឹកក្រូចដាក់ឲ្យឈ្ងុយចឹងទៅដូចដែលខ្ញុំរៀបរាប់នឹងទៅបងប្អូនអូយនិយាយពីឆ្ងាញ់ខ្លាំងមែនតើបើសិនជាអ្នកផ្សេងគេឆ្លខុសពីខ្ញុំអីខ្ញុំមិនដឹងទេបងប្អូនអើយតែខ្ញុំឆ្លវិធីបែបហ្នឹងហើយពីព្រោះអីជាលក់ជាមួយដើមចេកយើងទៅវាមានតែជារសឆ្ងាញ់អញ្ចឹងណាឥឡូវយើងលីងគ្រឿងហើយយើងចាប់ដាំដាក់សាច់ទាយើងចូលទៅយើងងាស់ទឹកប្រៃវាឲ្យយូរបន្តិចចាំយើងដាក់ទឹកដូងបន្ថែមទៀតអត់ប្រើទឹកទេបងប្អូនប្រើតែទឹកដូងសុទ្ធព្រោះអីអត់ឆ្លយករាវទេឆ្លយកខាំហើយមើលម្ទេសក្រៀមយើងម្ទេសស្អើយើងនឹងកាន់ឲ្យម៉ត់ណាងាស់ទៅបងប្អូនអូនិយាយពីក្រហមទាំងឆ្អិនឆ្អៅក្រហមស្អាតខ្លាំងណាដូចហើយយើងក៏ងាស់វាមកយូរដែរហើយយើងចាប់ផ្ដើមដាក់ខ្ទិះយើងទាំងអស់នឹងទៅកុំទុកអីហើយងាស់វាឲ្យយូរដល់ទៅផុយបងប្អូនយើងងាស់វាចោលយើងងាកមកហាន់ដើមចេករបស់យើងហើយចំណែកដើមចេកហ្នឹងកុំភ្លេចត្រាំអំបិលណាបងប្អូនណាបើអត់ត្រាំអំបិលចេករបស់យើងវាមានរសជាតិគេហៅថាកពុលហើយឆ្កាតណាអញ្ចឹងបងប្អូនពេលដែលហាន់វាត្រាំអំបិលជាមួយទឹកនឹងអាយុទៅយើងក៏ហាន់ដើមចេកហើយងាកមកមើលសឡរបស់យើងពុះឡើងក្លុកតែម្ដងហ្នឹងបងប្អូនយើងក៏រៀបចំវាដាក់ថាដាក់អីលាងដើមចេកឲ្យស្អាត2 3ទឹកទៅយើងក៏រួចហើយយកទៅហូបទៅបងប្អូនអូយនិយាយពីថាសពនភាពសម្លរបស់យើងបងប្អូនហើយក្រហមឆ្អិនឆ្អៅហើយខ្ញុំភ្លេចថតរឿងកន្លែងដាក់អំពិលចូលបងប្អូនណាគេក៏មានថែមអំពិលដែរហ្នឹងតាមពិតសឡហ្នឹងជាលក់ជាមួយនំប៉័ងក៏ត្រូវដែរបងប្អូនព្រោះអីវាមានជាតិខ្ទិះដូងឡើងច្រើនតែគ្រាន់តែយើងខុសតែរឿងយើងដាក់អំពិលទុំតាបងប្អូនយើងមានជាតិជូរបើមិនជាយើងអត់ដាក់អំពិលយើងជាលក់នំប៉័ងបានហើយអាដើមចេកក្របរបស់យើងនេះបងប្អូនអើយជាលក់ចូលជាតិគ្នាខ្លាំងណាស់លោកអាយលោកនិយាយពីសាច់ដើមចេកឡើងទៅតុនពេលដែលយើងដាក់ត្រាំវាដាក់អំបិលហើយកន្លែងហ្នឹងក៏ដៅឯណាបងប្អូនហើយដុំវាធំសិតតែសាច់ទាកប៉ារបស់យើងមានជាតិខ្លាំងមិនចម្លែកទេបងប្អូនទាកប៉ាពីព្រោះអីឆ្លជាមួយអីយកទៅឆាអីយកទៅធ្វើអីក៏សិតតែសាច់ដែរពីព្រោះសាច់ទានឹងមួយគឺសម្បូរដោយសាច់តែម្ដងហ្នឹងបងប្អូនខ្ញុំសូមសរសើរហើយទាកប៉ាគីឡូកាន់តែធ្ងន់គឺសាច់កាន់តែច្រើនឡើងក៏អុចតែម្ដងហ្នឹងតែងចំប៉ះ1 4 គីឡូ 5 គីឡូជាង 5 គីឡូអីហ្នឹងបងប្អូនសិតតែសាច់កប់សេរីហើយបងប្អូនឥឡូវវីដេអូរបស់យើងបានហើយបាយ